សូមស្វាគមន៍មកកាន់កម្មវិធីប្រអប់លុយតើថ្ងៃនេះអ្នកណាជាអ្នកបើកប្រអប់លុយតើយើងទៅមើលទាំងអស់គ្នាសួស្តីបងស្រីខ្ញុំមកពីកម្មវិធីប្រអប់លុយគ្រាន់តែបងស្រីបើកប្រអប់ចំប្រអប់លុយបងស្រីនឹងទទួលបានលុយអញ្ចឹងណាអញ្ចឹងមុនចូលបើកប្រអប់លុយខ្ញុំសូមសុភាពបងពិសិនបងនៅផ្ទះប៉ុន្មានអ្នកដែរមានរើផ្ទះ6នាក់6នាក់ហើយទៅធ្វើការជុំគ្នាក៏ទៅស្រុកណាផ្សេងទៅស្រុកផ្សេងខ្លះនៅផ្ទះខ្លះទៅខេត្តភ្នំពេញឬក៏ទៅភ្នំពេញចុះនៅផ្ទះប៉ុន្មានអ្នកដែរនៅផ្ទះ4នាក់ទៅភ្នំពេញម្នាក់ប្រាប់មកទៅលេសាទទៅលេសាទទៅនេសាទខ្លះទៅទលេហើយចឹងហើយនៅរងថ្ងៃនៅប៉ុន្មានអ្នកនៅ4នាក់នៅ4នាក់អ្នក4នាក់នៅកូនចៅក៏មិននៅចៅ2ហើយគេទៅរកស៊ីទៅគេទៅរកស៊ីទៅចឹងនេះជាប្រអប់លុយមាន3ប្រអប់តើបងស្រីរើសមួយប្រអប់ណាព្រោះប្រអប់លុយមានតែមួយទេបើសិនតើបងរើសត្រូវប្រអប់លុយបងអាចយកលុយនៅក្នុងប្រអប់នឹងបានអញ្ចឹងណាអញ្ចឹង3ហ្នឹងបងរើសយកមួយណាដែរមាន3យកអានេះទៅនេះផៃកាមេរ៉ានេះលុយនេះគិតអូខេបងស្រីបើកចំប្រអប់លុយតើបងស្រីយកក្នុងប្រអប់លុយហ្នឹងមានប្រមាណដែររាប់មើលលុយបង្ហាញកាមេរ៉ាឃើញបង្ហាញកាមេរ៉ាឲ្យឃើញនេះលុយប្រមាណរាប់មើលឲ្យប្រអប់ខ្ញុំរាប់មើលសិន1 2 3 4 5 6 7 8 9 10ទៅ50000លុយទាំងអស់មាន50000នៅក្នុងប្រអប់ហ្នឹងនៅក្នុងប្រអប់នេះនៅក្នុងប្រអប់ហ្នឹងអញ្ចឹងបងស្រីរាប់ឃើញលុយនៅក្នុងប្រអប់លុយចំនួន50000រៀលអញ្ចឹងបងស្រីទទួលបានទឹកប្រាក់ចំនួន50000រៀល50000រៀលពីក្នុងប្រអប់លុយអញ្ចឹងសូមអរគុណច្រើនដែលបានចូលរួមកម្មវិធីប្រអប់លុយរបស់ខ្ញុំអញ្ចឹងសូមអារម្មណ៍ដែលបើកចំលុយប្រអប់លុយនេះមានអារម្មណ៍យ៉ាងម៉េចដែរអារម្មណ៍រំជួយអត់មានអារម្មណ៍ហាត់លុយតិចអីទេអត់ទេលុយច្រើនណាស់50000នេះគឺមានអារម្មណ៍សប្បាយចិត្តអរគុណដែលបានលុយក្នុងប្រអប់50000រៀលបាទសូមអរគុណច្រើនយូរវែងសាធុ